បងប្អូនមានឆ្ងល់អត់ការសង់នឹង Honda Trim គេហៅថាសង់អញ្ចឹងពាក្យនឹងប្រវត្តិយ៉ាងម៉េចមូលហេតុយ៉ាងម៉េចបានប្រជាជនយើងហៅអញ្ចឹងមកអញ្ចឹងជាទូទៅបើសិនយើងបកស្រាយពីភាសាបារាំងមកវិញពាក្យថាសង់នឹងគឺស្មើនឹងពាក្យ100អានឹងបកជាភាសាបារាំងណាហើយនឹងក៏ប្រហែលជាពុំមានឯកសារច្បាស់លាស់ដែរដោយការសន្និដ្ឋានថាចំនួនមុនចាស់យើងអត់សូវប្រកែកខាងភាសាអង់គ្លេសទេដោយសារចាស់ពីសង្គមរាស្ត្រនិយមមកគាត់ប្រកែកភាសាបារាំងអញ្ចឹងទៅពាក្យ Honda Trim នឹងប្រហែលជាពិបាកហៅអញ្ចឹងគាត់ហៅទៅពាក្យអសង្ខជាប់មកអញ្ចឹងទៅសូម្បីតែឆ្នាំ1909ដល់ឆ្នាំ2000ម៉ាស៊ីនវា100ហៅអសង្ខដល់ក្រោយមកម៉ាស៊ីន110 125ក៏នៅតែជាប់ឈ្មោះអសង្ខរហូតដល់ឥឡូវដែរអញ្ចឹងការហៅនឹងឯងវាសាមញ្ញវាងាយស្រួលក្នុងការចាំអញ្ចឹងបងប្អូនមកដឹងបន្តិចថាតើពាក្យអសង្ខនឹងវាយ៉ាងម៉េចពាក្យអសង្ខជាទូទៅគឺពាក្យនឹងគឺពាក្យ Honda Trim បងប្អូនពាក្យថា Honda Trim នឹងគេហៅថាអសង្ខឈ្មោះរបស់វាឈ្មោះម៉ាកយីហោគឺ Honda ឈ្មោះម៉ូតូគឺពាក្យ Trim ប៉ុន្តែពីមួយចំនួនទៅមួយចំនួនយើងហៅថាអាសង្ខអញ្ចឹងដើម្បីងាយស្រួលក្នុងការចងចាំចាស់សេរីមុនហ្នឹងគាត់អត់ហៅ Honda Trim ទេគាត់ហៅថាអាសង្ខគឺងាយចាំមែនទែនស្រួលចាំអញ្ចឹងទៅហើយការទិញដូរចាស់ជំនាន់មុនហ្នឹងគាត់ហៅថាអាសង្ខទិញអាសង្ខមកទឹកឬក៏ទិញអាសង្ខថ្មីឬក៏អាសង្ខស៊េរីណាឆ្នាំណាគាត់មិនហៅថា Trim ឆ្នាំណា Honda Trim ឆ្នាំណាអញ្ចឹងទៅដល់ពេលកូនក្មេងជំនាន់ក្រោយហ្នឹងគាត់ហៅ Honda Trim អញ្ចឹងទៅប៉ុន្តែពាក្យដែលសាមញ្ញនិយមបំផុតតាមជនបទតាមទីក្រុងទូទាំងប្រទេសហ្នឹងក៏នៅតែពាក្យអាសង្ខគឺពាក្យពេញនិយមបំផុតដែរអញ្ចឹងជាទូទៅពាក្យអាសង្ខឆ្នាំ1909ដល់មកឆ្នាំ2000ដែលពេញនិយមខ្លាំងហៅអាសង្ខរហូតដល់ឥឡូវក៏ពេញនិយមក្នុងការហៅអាសង្ខដែរសម្បីតែក្មេងជំនាន់ក្រោយនោះគាត់ចេះអង់គ្លេសគាត់ហៅ Trim ខ្លះក៏តែពាក្យអាសង្ខហ្នឹងវានៅតែស្រួលហៅជាងពាក្យ Honda Trim ដែរបងប្អូនអញ្ចឹងអានឹងវាคล้ายទៅជាទម្លាប់คล้ายទៅជាប្រពៃណីក្នុងការហៅរហូតដល់សង្គមខ្មែរយើងបច្ចុប្បន្នដល់ទៅហើយអញ្ចឹងបងប្អូនពាក្យម៉ាកថា Honda ពាក្យម៉ូតូថា Trim គេហៅថាសង្ខកុំច្រឡំពាក្យនឹងពាក្យតែមួយទេដើម្បីពាក្យស្រួលចាំរបស់មនុស្សទូទៅក្នុងការហៅអញ្ចឹងទេអញ្ចឹងជាទូទៅពាក្យនិយមនៅក្នុងការសន្ទនាប្រចាំថ្ងៃបងប្អូនកុំច្រឡំណាអញ្ចឹងបាទអញ្ចឹងយើងសង្ចាំថាអាសង្ខនិង Honda Trim គឺតែមួយទេបងប្អូនបាទអរគុណច្រើន